thì trong video này cứ thôi install Ubuntu server នៅលើ VisualBox អញ្ចឹងដើម្បីឲ្យយើងធ្វើការ install Ubuntu server លើ VisualBox បានគឺយើងត្រូវមាន VisualBox នៅលើម៉ាស៊ីន Windows របស់យើងមួយហើយនិង Ubuntu image មួយអញ្ចឹងខ្ញុំបានទាញយក Ubuntu version 24 Live server អញ្ចឹងយើងចូលទៅ VisualBox របស់យើងហើយយើងចុចតែពាក្យ new ដើម្បីបង្កើតម៉ាស៊ីនថ្មីបន្ទាប់មកយើងវាយឈ្មោះណាដែលយើងងាយស្រួលចាំខ្ញុំសូមដាក់ Ubuntu server ចុះហើយកន្លែងនេះយើងជា folder យើងដាក់នៅកន្លែងណាដែលយើងងាយស្រួលក្នុងការរកម៉ាស៊ីនរបស់យើងចុះខ្ញុំបានបង្កើត folder មួយនៅក្នុង 3D របស់ខ្ញុំរួចហើយនេះហើយយើង select image ដែលយើងបាន download នេះដក tick ចេញហើយយើងធ្វើការកែ RAM ហើយនឹង core របស់វាដើម្បីឲ្យវាដើរ smooth default វា 2G ខ្ញុំកែដាក់ជា 4G ហើយ core ដាក់ 2ហើយយើងចុច click កន្លែងនេះមួយតោះមកយើងធ្វើការកើត hard disk អញ្ចឹងយើងត្រូវយកជម្រើសទី1ហើយ default វាគឺ 25G គឺខ្ញុំអត់កែទេអត់ដាក់ប៉ុណ្ណឹងហើយកន្លែងនេះគឺយក VDI យើងចុច click កន្លែងមួយតោះមកចុចនេះអត់ឃើញវាដើរវាសុំ cancel ហើយធ្វើទៅម្ដងទៀតហើយធ្វើវាជាប់ជាមួយអូខេអញ្ចឹងវាកំពុងតែបង្កើតម៉ាស៊ីនឲ្យយើងចាំឲ្យវាបង្កើតចប់សិនអូខេអញ្ចឹងឥឡូវយើងបានដំឡើងម៉ាស៊ីននៅលើ VisualBox របស់យើងហើយអញ្ចឹងយើង start វាពេលអញ្ចឹងដល់កន្លែងនេះគឺយើងយកជម្រើសទី1ធ្វើការ install Ubuntu នៅលើម៉ាស៊ីន VisualBox ពេលអញ្ចឹងយើងយកអង់គ្លេសយើងចុច enter កន្លែងនេះយើងចុច done ហើយយើងត្រូវធ្វើម៉េចឲ្យវា load សញ្ញាខ្វែងនៅលើ Ubuntu server ហើយចុច done ដល់មកកន្លែងនេះគឺយើងត្រូវ set វា default ហ្នឹងកន្លែងនេះគឺ proxy address គឺយើងអត់មានយើងមិនបាច់ដាក់អីទេដល់មកយើងធ្វើការចាំឲ្យវាដើររួចរាល់អូខេអញ្ចឹងយើងចុចពាក្យ done ដល់មកកន្លែងនេះគឺវានឹង load សញ្ញាខ្វែង2អញ្ចឹងយើងត្រូវដកសញ្ញាខ្វែងនៅកន្លែង setup this as an LVM group ដើម្បីឲ្យវាងាយស្រួលក្នុងការ configuration storage ពេលតមកចុច done ទៀត continue គេយើងវាយ profile របស់យើងអញ្ចឹងយើងដាក់ឈ្មោះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំចុះ server name គឺដាក់ Ubuntu server
ហើយឈ្មោះរបស់ user ហើយ password គឺខ្ញុំដាក់1 2 3ដើម្បីងាយស្រួលក្នុងការ login បន្ទាប់មកវា done ហើយយើងយកជំរឿ skip for now បន្ទាប់មកយើងត្រូវដាក់វាចេញសញ្ញាខ្វែងនៅលើ install open as a server បន្ទាប់មក done ហើយ done មួយទៀតហើយយើងធ្វើការឲ្យវា install system អានឹងប្រហែលជាយូរបន្តិច
ok vẫn cái dương ban install system rồi đó chẳng những thuộc remove vớiហើយកន្លែងនេះវានឹង load ពាក្យថា fail ដោយសារតែវាចង់ឲ្យយើង remove installation medium អញ្ចឹងយើងក៏ចុច enter ទៅបានអូខេអញ្ចឹងយើងបានចូលមកដល់ក្នុង GUI របស់ Ubuntu អញ្ចឹងយើងវាយឈ្មោះ user របស់យើងដើម្បីធ្វើការ login និង password អូខេអញ្ចឹងយើងបានចូលមកដល់ user របស់យើងដែលយើងបានបង្កើតមិញប៉ុន្តែយើងត្រូវធ្វើការ disable cloud init អញ្ចឹងយើងត្រូវវាយ comment អូខេអញ្ចឹងយើងត្រូវការវាយ comment មួយនេះ sudo ហើយយើងដក clear ហើយយើងវាយពាក្យ tag តោះមកយើងដក clear ទៀតវាយ /etc/cloud/cloud សញ្ញាដក init.disable អញ្ចឹងយើងធ្វើការ enter ហើយយើងវាយ password របស់ user របស់យើងអូខេយើងត្រូវការវាយ comment មួយទៀតដើម្បី check ថាវា disable បានជោគជ័យឬក៏អត់អូខេអញ្ចឹងយើងវាយ comment ស្តៀង comment ទី1ដែរប៉ុន្តែគ្រាន់តែយើងដកពាក្យ sudo tag ចេញយើងដាក់គឺជាពាក្យ cat អញ្ចឹងវាមាន cat/etc/cloud/cloud សញ្ញាដក init.disable អូខេអញ្ចឹងបានន័យថាវា disable by Ubuntu server installer after first boot អញ្ចឹងបានន័យថាវាបិទបានជោគជ័យអញ្ចឹងដំណាក់កាលបន្ទាប់គឺយើងធ្វើការ upgrade វាអញ្ចឹងយើងធ្វើការវាយ comment មួយទៀតអូខេអញ្ចឹងយើងវាយ comment មួយនេះវាយ sudo វាយ sudo ខុស sudo បន្ទាប់មកយើងវាយ space បន្ទាប់មកវាយ apt បន្ទាប់មក update ហើយ space សញ្ញា n2 បន្ទាប់មក space មួយទៀត apt space update ហើយសញ្ញាដកវាយបន្តយើងចុច enter អូខេអញ្ចឹងវាកំពុងតែធ្វើការ upgrade ហើយនឹង update អូខេអញ្ចឹងកន្លែងនេះគឺយើងធ្វើការ upgrade បានជោគជ័យ
គេដោយសារតែកន្លែងមុនហ្នឹងគឺយើងវាយ comment ពីរហ្នឹងជាប់គ្នាទៅពេលទៅវាលោតក្រហមអញ្ចឹងយើងត្រូវការវាយវាជាពីរយើងត្រូវការ update វាមុនហើយយើង upgrade វាតាមក្រោយអញ្ចឹងយើងចាំឲ្យវាលោតដល់100អូខេអញ្ចឹងឥឡូវហ្នឹងគឺយើងបាន upgrade ម៉ាស៊ីននឹងរួចហើយរបៀបក្នុងការ install ASX ហើយនឹងការ connect ចូលទៅ ASX តាមរយៈ Ubuntu server នៅក្នុង VirtualBox អញ្ចឹងយើងចូលទៅបើក VirtualBox របស់យើងអញ្ចឹងជាដំបូងបើសិនជាយើងប្រើ internet wireless គឺពួកយើងចូលទៅក្នុង setting ហើយយើងរើពាក្យថា network ហើយកន្លែង attach to នេះ default វាគឺណាអញ្ចឹងយើងដូរមកដាក់ bridge adapter ហើយយើងរកឈ្មោះ internet របស់យើងទៅថា internet របស់យើងមួយណានេះរបស់ខ្ញុំ Intel or Wi-Fi នេះអញ្ចឹងយើងចុច OK បន្ទាប់មកយើងទៅ runអូខេជាដំបូងធ្វើការ login គឺវាយ username របស់យើងហើយ password សូម clear មួយអូខេអញ្ចឹងដំបូងគឺយើងធ្វើការ update យើងវាយ command sudo apt update password គឺអញ្ចឹងវាធ្វើការ update ដើម្បីយើងធ្វើការ update ហ្នឹងហើយនឹង upgrade គឺដើម្បីចង់ឲ្យវាបានរបស់ថ្មីនៅក្នុង Ubuntu ហ្នឹងតោះយើងវាយ command sudo upgrade អូខេអញ្ចឹងវាបាន update ហើយនឹង upgrade រួចរាល់អញ្ចឹងដំណាក់កាលបន្ទាប់គឺយើងធ្វើការ install SSH server នៅក្នុង server មួយហ្នឹងអញ្ចឹងយើងវាយ command sudo apt install open ssh server អូខេអញ្ចឹងយើងធ្វើការ enter អញ្ចឹងវាបាន install រួចរាល់គឺ load ពាក្យ done អញ្ចឹងដំណាក់កាលបន្ទាប់គឺយើងធ្វើការ check មើល system អត់ទេគឺយើងធ្វើការ enable វាអញ្ចឹងយើងត្រូវវាយ command sudo system control enable ដក now ហើយ SSH អូខេអញ្ចឹងយើងវាយ sudo system control enable ដក now SSH អូខេអញ្ចឹងវាបាន enable រួចរាល់ហើយអញ្ចឹងដំណាក់កាលបន្ទាប់គឺយើង check មើល status របស់វាយើងវាយ sudo system control status SSH ដើម្បីថាយើងបាន active វារួចរាល់ហើយនៅជួយ enter មួយអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងឃើញវា load បៃតងបានន័យថា SSH បានចូលទៅដល់ក្នុង server របស់យើងអញ្ចឹងបន្ទាប់មកយើងវាយ comment ដើម្បីឲ្យ allow SSH បានយើងវាយ sudo usw allow SSH enter អូខេអញ្ចឹងបានដំណាក់កាលនេះគឺរួចរាល់តមកគឺយើង check មើល IP អូខេអញ្ចឹងកន្លែងនេះគឺយើងនៅត្រឹមលេខ2នេះ
ហើយវានឹងមានiNet ជួរ iNet គឺយើងនឹងឃើញ IP របស់យើង 192.168.100.06 អញ្ចឹងយើងធ្វើការបើក terminal នៅក្នុង Windows យើងអត់ទេ PowerShell ហើយយើងធ្វើការ ping ទៅ server Ubuntu យើងវាយ ping ហើយ IP address 192.168.100.206 ពេលយើង enter អូខេអញ្ចឹងវាបានម៉ាស៊ីនពីរហ្នឹងវាបាន ping ស្គាល់គ្នាអញ្ចឹងបន្ទាប់មកយើងធ្វើការ login ចូលទៅក្នុង user របស់ Ubuntu របស់យើងអញ្ចឹងដើម្បីយើង user យើងត្រូវវាយ command ASX ហើយ username របស់ Ubuntu របស់យើងបន្ទាប់មក add សញ្ញា add ហើយ IP address របស់ server Ubuntu ហ្នឹងដូចយើងវាយធ្វើការ ping មិញហ្នឹង168.100.206 អូខេបន្ទាប់មកយើងចុច enter អូខេកន្លែងនេះវាសួរថាយើងចង់ continue connect ចូលអត់អញ្ចឹងយើងវាយពាក្យ yes វិញមកហើយ password អូខេអញ្ចឹងយើងបានចូលមកដល់ server Ubuntu របស់យើងការបង្ហាញពីការប្រើប្រាស់ basic command មួយចំនួននៅក្នុង Ubuntu server ទៅបាត់ Ubuntu server របស់យើងពេលអញ្ចឹងយើងធ្វើការ login មកហើយយើង check មើល IP address របស់យើងដើម្បីយើងធ្វើការ remote ទៅពី desktop របស់យើងអូខេយើងទៅបាន IP address ហើយយើងបើក PowerShell ហើយយើងធ្វើការ ping វា test មើលថាវាស្គាល់ជាមួយនឹងម៉ាស៊ីនគ្នាយើងឬអត់.20.10.8 clear enter អូខេអញ្ចឹងម៉ាស៊ីនពីរហ្នឹងវាស្គាល់គ្នាហើយអញ្ចឹងយើងធ្វើការ login ចូលតាមរយៈ SX នឹងវាយ SX ឈ្មោះ user របស់យើងហើយនឹង IP address របស់យើងហើយយើងវាយ password អូខេអញ្ចឹងយើងបានចូលមកដល់ Ubuntu SX របស់យើងអញ្ចឹងដំណាក់កាលបន្ទាប់យើងធ្វើការ check មើលថាយើងស្ថិតនៅក្នុង user ណាអូខេ user របស់ខ្ញុំហើយយើង check មើល PWD present working directory ថាយើងស្ថិតនៅក្នុងចន្លោះ home ហើយនិង user របស់ខ្ញុំអូខេអញ្ចឹងបន្ទាប់មកយើងធ្វើការ update វាមួយសិនដើម្បីឲ្យវាទទួលបានអីថ្មីអញ្ចឹងវាថាចាំបាន update រួចរាល់ហើយអញ្ចឹងយើងធ្វើការ upgrade វាម្ដងអូខេអញ្ចឹងអត់មានអីដែលថ្មីទេធ្វើការ update រួចរាល់ហើយអញ្ចឹងដំណាក់កាលបន្ទាប់គឺយើងធ្វើការប្រើប្រាស់ command មួយដើម្បីបង្កើត text file គឺ command text ហើយឈ្មោះ file របស់យើងដែលយើងចង់ដាក់វាយ text svg.6 ទៅមកយើងចុច enter អញ្ចឹងវានឹងបង្កើត file ហើយរបៀបដែលយើង check មើលគឺយើងប្រើ command ls .l អូខេអញ្ចឹងវានឹងបង្ហាញនេះគឺជា file ដែលយើងបានបង្កើតមិញហើយ file ហ្នឹងបើសិនជាក្បាលដំបូងវាអត់មានអីអញ្ចឹងបានន័យថាវាជា text file ធម្មតាហើយបើសិនជាវាមានក្បាលអក្សរ D ទើបវាជា folder អញ្ចឹងយើងនឹងធ្វើការ print វាយើង echo hello កន្លែង echo ហ្នឹងយើងចង់ដាក់អីក៏បានដែរអូខ
ខេអញ្ចឹងតោះមកយើងធ្វើការ enter មកវានឹង print hello world ហើយ svp 2.1 please save video អូខេអញ្ចឹង comment បន្ទាប់គឺយើងនឹងធ្វើការធ្វើ directory របស់វាហ្នឹងឲ្យវាទៅជា folder អញ្ចឹងយើងវាយ mkdir មក making directory ហើយវាយឈ្មោះ folder របស់យើងដែលបានបង្កើតមិញហ្នឹងហើយដាក់ folder ពីក្រោយហើយបន្តមកយើងចុច enter អូអញ្ចឹងដោយសារតែ folder ហ្នឹងវាមានរួចអញ្ចឹងខ្ញុំធ្វើការបង្កើត folder ថ្មីមកទៅស្គបមួយមកយកលីកវាមើលមួយសិនអូខេអញ្ចឹងវាមើលយើងធ្វើ directory វា svp_1 folder អូខេអញ្ចឹងយើងចូលទៅឆែកមើលថាយើងបង្កើតវាបានជោគជ័យវិញមែនអត់10L អូខេនេះអញ្ចឹងយើងបានបង្កើតវាឲ្យទៅជា folder រួចរាល់ហើយក្បាលវាគឺអក្សរ D អញ្ចឹងយើងមើលដល់កន្លែងនេះគឺយើងពិបាកមើលយើងអត់ដឹងថាវាជាស្អីទេអញ្ចឹងយើងដើម្បីឲ្យយើងស្រួលមើលយើងវាយ command ls ដក ls អូខេអញ្ចឹងវានឹងបង្ហាញថា folder មួយហ្នឹងវាមានចំនួនប្រមាណអញ្ចឹងវាមាន 4.0k ហើយថ្ងៃខែយើងបង្កើតហើយឈ្មោះ folder អញ្ចឹងនៅខាងក្រោយនេះគឺវាបានដាក់ឲ្យយើងមើលដឹងថាយើងបង្កើតជា folder ហើយនៅពេលដែលយើងធ្វើរួចរាល់យើងធ្វើការ shut down វាទៅអូខេអញ្ចឹងនៅពេលយើង shut down នៅលើម៉ាស៊ីន desktop របស់យើងអញ្ចឹងនៅលើ VirtualBox យើងក៏វាធ្វើការ shut down ដូចគ្នាបង្ហាញពីការប្រើ basic comment បន្ថែមហើយនឹង comment ខ្លះៗដើម្បីធ្វើការ check មើល hardware របស់ម៉ាស៊ីន Ubuntu របស់យើងអញ្ចឹងចូលទៅម៉ាស៊ីនរបស់យើងខ្ញុំបានបើករួចរាល់ហើយយើងធ្វើការចុចpassword អូខេអញ្ចឹងយើងបានចូលមកដល់ Ubuntu របស់យើងអញ្ចឹងបន្ទាប់មកយើងធ្វើការមើលថាយើងជាអ្នកគេ UMI check មើល pwd ហើយនឹង hostname អូខេអញ្ចឹងយើងឃើញថា Ubuntu ចូលអូខេអញ្ចឹងបន្ទាប់មកគឺយើងធ្វើការបង្កើត file មួយមក យើងនេះវាមើលថាវាមានអត់អូខេវាបានបង្កើតរួចរាល់អញ្ចឹងបន្ទាប់មកយើងប្រើ comment nano អញ្ចឹង comment nano ហ្នឹងគឺយើងប្រើប្រាស់ដើម្បីយើងចូលទៅ file ណាមួយហើយយើងសរសេរព័ត៌មានចូលទៅក្នុងអញ្ចឹងយើងដាក់ចូលទៅ file របស់យើងមកអូខេអញ្ចឹងវាបើកដូចជាបើកដូច notepad អញ្ចឹងហើយយើងសរសេរព័ត៌មានយើងចូលទៅមើលstudent fromអូខេអញ្ចឹងបន្ទាប់ពីយើងវាយព័ត៌មានរបស់យើងហើយគឺយើងធ្វើការចុច Ctrl X មួយមកហើយបន្ទាប់មកគឺយើងចុចអក្សរ Y ដើម្បី save វាហើយយើងចុច Enter មួយទៅវានឹងចេញពីផ្ទាំងមួយទៅហើយបន្ទាប់មកគឺយើងធ្វើការប្រើប្រាស់ comment cat អញ្ចឹង comment cat ហ្នឹងគឺយើងធ្វើការ check មើលទិន្នន័យនៅក្នុង file របស់យើងហើយថែម file .php គឺអញ្ចឹងវានឹងបង្ហាញឲ្យយើងឃើញថាអ្វីដែលយើងវាយចូលមិញនៅក្នុង file មួយហ្នឹងហើយបន្ទាប់មកខ្ញុំធ្វើការបង្កើត directory មួយឈ្មោះ name សូវាមួយអូខេអញ្ចឹងវាបានបង្កើតរួចរាល់
có một cái dương phở của mình CD điện nèm chẳng dương phở CD điện nèm nó đầm bay dương load cho tới can ởក្នុង folder ដែលវាឈ្មោះថា DNM មួយហ្នឹងអញ្ចឹងយើងធ្វើមួយមកវានឹងចូលទៅដល់ DNM ហើយយើង LS វាមើលវាអត់មានអីនៅក្នុងហ្នឹងទេយើងវាយ PWD មើលដើម្បីដឹងថាយើងឈរនៅក្នុងអីគេខ្លះអញ្ចឹងមានយើងឈរនៅក្នុង home ចន P ហើយនឹង DNM ហើយតោះមកយើង CD ចុច2ដងយើងធ្វើការ back ទៅក្រោយមួយ step យើងធ្វើការ check មួយទៀតមកអូខេអញ្ចឹងយើងបានថយមកក្រោយមួយចំហៀងអូខេអញ្ចឹងបន្ទាប់ទៅយើងចង់ copy file ដែលយើងបានបង្កើតជា TXT ហ្នឹង copy ចូលទៅក្នុង DNM អញ្ចឹងយើង check មើលសិនថាវាមានប្រមាណ file អញ្ចឹងវាមាន2មាន folder មួយមានជា text file មួយអញ្ចឹងយើងធ្វើការ command cp ដើម្បី copy ហើយយើងវាយឈ្មោះ file ដែលយើងចង់ copy ហ្នឹងហើយយើងវាយ destination ដែលយើងចង់ដាក់វាទុកនៅក្នុងណាហើយវាយបិទស្លាកមួយអញ្ចឹងបានន័យថាខ្ញុំ copy file .txt ចូលទៅកាន់ directory DNM អញ្ចឹងយើងលីអូខេអញ្ចឹងយើងចូលទៅកាន់ DNM យើងទៅតោះមកយើងលីវាមើលថាយើងអាចថាយើង copy បានជោគជ័យមែនអត់អញ្ចឹងយើងឃើញថាមាន text file មួយឈ្មោះ file.txt មែនអញ្ចឹងយើង copy បានជោគជ័យអញ្ចឹង comment បន្ទាប់គឺយើងធ្វើការ remove text file នៅក្នុង directory DNM អញ្ចឹងយើងប្រើ comment om ស្មើនឹង remove ហើយយើងវាយឈ្មោះ text file ដែលយើងចង់ remove នោះមកទៅមក enter ហើយយើងលីវាមើលថាវាបាត់មែនអត់អញ្ចឹងយើងអត់ឃើញវានៅក្នុងហ្នឹងទេអញ្ចឹងយើងធ្វើការកាត់ទៅក្រោយមួយចំហៀងហ្នឹងទៅអញ្ចឹង comment បន្ទាប់ខ្ញុំនឹងធ្វើការបង្កើត file backup មួយអញ្ចឹងយើងលីវាមិនសោះថាខ្ញុំមានអីខ្លះអញ្ចឹងយើង copy file មួយចូលទៅខាង directory DNM នោះដងទៀតចូលទៅកាន់ directory DNM នោះហើយបន្ទាប់មកយើងលីវាមើលថាមាននៅក្នុងហ្នឹងអត់អូខេអញ្ចឹងវាមាន file.txt នៅក្នុង DNM អូខេអញ្ចឹងយើងធ្វើការ copy file.txt ហើយបន្ទាប់មកយើងដាក់ file.txt មួយទៀតហើយ បាត់អញ្ចឹងបានថាអាហ្នឹងគឺជា file backup ហើយអានេះគឺជា file zip របស់យើងតោះមកយើងចុច enter មួយ ls អូខេអញ្ចឹងវានឹងមាន2 file.txt មួយ file.txt បាក់មួយអញ្ចឹងយើងធ្វើការ back ទៅក្រោយវិញខ្ញុំសូមធ្វើការ clear មួយសិនខ្ញុំសូមធ្វើការបង្កើត folder មួយទៀតអូខេDNM លេខ2ចុះយើងលេខវាមើលអូខេអញ្ចឹងវាមាន DNM លេខ2ហើយទៅ comment បន្ទាប់ខ្ញុំនឹងធ្វើការ remove directory អញ្ចឹងដើម្បីយើងធ្វើការ remove អា directory folder ហ្នឹងបានយើងប្រើ comment om ហើយទៅ dia ហើយឈ្មោះ file ដែលយើង om dia ហើយឈ្មោះ directory ដែលយើងចង់ remove ហ្នឹងលេខ2អូខេហើយយើងចុច enter យើងធ្វើការលីវាមើលថាវាបាត់អត់អូខេអញ្ចឹងវាបាត់មែនអញ្ចឹងមើលថាយើង remove បានជោគជ័យអញ្ចឹងនៅពេលដែលយើង remove អញ្ចឹងវាអត់ឃើញថា load message អីទេអញ្ចឹងខ្ញុំមើល directory ដដែលទៀតអូខេអញ្ចឹងដើម្បី remove ឲ្យវា load message ថា remove បានមែនយើងដាក់ om ដក v ហើយនឹង DNM លេខ2អូខុស comment ថែម om d មួយទៀតអូខេអញ្ចឹងវា load message ថា removing directory អញ្ចឹងយើងលីវាមើលថា អូខេអញ្ចឹងវាបានជោគជ័យអញ្ចឹង comment មួយទៀតគឺ om ដក ov អញ្ចឹង om បើថា remove ហើយ OV ហ្នឹងយើងនឹង remove អ្វីទាំងអស់ដែលនៅក្នុង folder មួយហ្នឹងអញ្ចឹងយើងដាក់ DNM នោះទៅហើយយើងចុច enter អូខេអញ្ចឹងយើងមើលមកលើនេះដំបូងឃើញវា remove DNM ហើយនឹង file.txt បាត់មកវា remove file.txt ហើយចុងក្រោយវា remove DNM ហ្នឹងអញ្
ចោលអញ្ចឹងបែរថានៅក្នុង file DNF ហ្នឹងមួយគឺមាន2 file នៅក្នុងហ្នឹងមួយទៀតអញ្ចឹងយើងធ្វើការ link មើលថាបាត់ DNF អូខេអញ្ចឹងវាបាត់ហើយអញ្ចឹងហៅថាយើង remove បានជោគជ័យអូខេយើង comment បន្ទាប់គឺយើងធ្វើការអឺធ្វើការ rename ឈ្មោះ file អញ្ចឹងយើងវាយ MV មកដើម្បី rename ហើយយើងប្រើចង់ rename file មួយណាអញ្ចឹង file .txt ហើយបន្ទាប់មកយើងវាយឈ្មោះដែលយើងចង់ដាក់ថ្មីហ្នឹងសូមដាក់ sv 2.6.txt enter អូខេអញ្ចឹងយើង ls វាមើលអូខេអញ្ចឹងយើងអាមុនវាជា file .txt នេះវាជាឈ្មោះថ្មី sv 2.6.txt អញ្ចឹងយើងធ្វើការ cat វាមើលនៅឯកសារនៅក្នុងហ្នឹងគឺបានបាត់អត់.txt អូខេអញ្ចឹងព័ត៌មានដែលយើងបានសរសេរនៅក្នុងហ្នឹងគឺវាអត់មានបាត់ទេវាគ្រាន់តែដូរឈ្មោះនៅខាងក្រៅទេអូខេអញ្ចឹងខ្ញុំសូមធ្វើការ clear នេះមួយហើយដំណាក់កាលបន្ទាប់គឺខ្ញុំនឹងធ្វើការបង្ហាញពី comment ខ្លះៗដែលយើងចង់មើលទិន្នន័យនៅក្នុង software របស់យើងដូចជា CPU ដូចជា RAM អីជាដើមអូខេអញ្ចឹង comment យើងវាយ ls CPU អញ្ចឹង comment ហ្នឹងគឺយើងនឹងគឺវានឹងបង្ហាញទិន្នន័យនៅក្នុងម៉ាស៊ីនថាយើងមាន CPU ប៉ុន្មាន core អីចឹងទៅអូខេអញ្ចឹងអូខេអញ្ចឹងដោយសារតែខ្ញុំវាយវាខុស comment ls CPU ខ្ញុំច្រឡំវាយ ls cap ពីអញ្ចឹងវាបានបង្ហាញទិន្នន័យមកCPU យើងមាន2អូខេអញ្ចឹងប៉ុណ្ណឹងវាបង្ហាញប៉ុណ្ណឹងយើងចង់មើល CPU ថាយើងមានប្រមាណដោយសារតែខ្ញុំអត់បានកែអីដាក់ត្រឹម2ហ្នឹងអូខេអញ្ចឹងតមកគឺខ្ញុំប្រើការធ្វើការប្រើ comment top អញ្ចឹង comment top ហ្នឹងវាដូចជាស្តៀងទៅនឹង task manager ដែរពេលយើងបើកមកវានឹងបង្ហាញទិន្នន័យដែលយើងកំពុងតែប្រើប្រាស់ថាមានអីគេកំពុងតែប្រើប្រាស់ខ្លះអញ្ចឹងវាដូចជាថាអានេះមួយវា CPU ប្រហែលភាគរយប្រហែលភាគរយអញ្ចឹងគឺអញ្ចឹងបើសិនជាយើងមើលបែបអញ្ចឹងគឺយើងពិបាកមើលអញ្ចឹងយើងធ្វើការយើង control C វាសិនមកហើយយើងធ្វើការ command មួយsudo apt install xcom អា command CPU អា command xcom ហ្នឹងវាដូចជា software មួយអញ្ចឹងនៅពេលដែលយើងបើកវាចូលទៅវានឹង load មានពណ៌មាន color អីឲ្យយើងមើលថាយើងវាស្រួលមើលជាងមុនអញ្ចឹងអត់អាចច្រឡំបានហើយនៅពេលដែលយើងចុចកន្លែងនេះមកយើងនឹងដឹងថាអានេះគឺវា city ហ្នឹងវា load នៅលើគេអញ្ចឹងបើសិនជាយើងចុចលើវាម្ដងទៀតវា load ដល់ណាដែល C ច្រើនជាងគេយើងបិទវាហើយcomment បន្ទាប់យើង comment free យើងធ្វើការដូច check មើល processor របស់ RAM អញ្ចឹងនេះវាបង្ហាញថា memory របស់មានប្រមាណហើយយើងប្រើបានប្រមាណតែដោយសារតែអានេះគឺវាពិបាកមើលអញ្ចឹងយើង comment មួយ free .x វាជាភាសារបស់មនុស្សអញ្ចឹងដល់ពេលយើង enter មកវាចេញជាចំនួន G ចំនួនមេឲ្យយើងមើលតែម្ដងយើងធ្វើការ clear មួយសិនអញ្ចឹង comment បន្តគឺ comment df អញ្ចឹង comment df ហ្នឹងគឺយើងធ្វើការ check មើល disk នេះអញ្ចឹងវាបានបង្ហាញឲ្យយើងតែវាបាក់មើលយើងដាក់ df ហើយដក a មួយមកអញ្ចឹងវានឹងបង្ហាញថានេះមួយវា run បានភាគរយនេះវា run បានភាគរយអញ្ចឹងទាំងអស់វាបានប្រាប់ឲ្យយើងដឹងវាខ្ញុំសូមធ្វើការ clear វាមួយទៅអញ្ចឹង comment បន្ទាប់គឺយើងធ្វើការប្រើ comment ls lb lk អញ្ចឹងវានឹងបង្ហាញdisk ទាំងមូលឲ្យយើងថាទាំងអស់មានប្រមាណ G ប្រមាណ G អញ្ចឹងទៅពេលនេះវាបានបង្ហាញថា disk របស់យើងមាន 25G
ហើយ root របស់យើងមានចំនួន 1G ហើយ path របស់វាមាននៅសល់ 23G អញ្ចឹងទៅអញ្ចឹង comment បន្ទាប់គឺជា comment kill comment kill ហ្នឹងគឺយើងប្រើសម្រាប់ដូចថាម៉ាស៊ីនរបស់យើងកំពុងតែប្រើ software អីមួយអញ្ចឹងហើយយើងចូលទៅ check មើលនៅក្នុង task manager តមកយើងធ្វើការបិទវា direct យកមកអញ្ចឹងយើងវាយដកហើយយើងវាយដូចថាឥឡូវយើងធ្វើការ check មើលកន្លែង free នេះសិនcheck មើល comment egg top មួយសិនវិញអញ្ចឹងដូចឧទាហរណ៍ថាយើងចង់បិទលេខមួយនេះ370នេះអញ្ចឹងយើងគ្រាន់វាយ comment kill ហើយដកសម្រាប់ដកលេខ9ហើយលេខ371ហ្នឹងទៅគឺហើយដក kill ដក9ហើយ371អញ្ចឹងបើសិនជាយើងចុច enter ទៅវានឹងបិទroot មិញហ្នឹងដែលយើងកំពុងតែបានបើកតែខ្ញុំអត់ទាន់បិទទេដោយសារតែយើងខ្លាចប៉ះពាល់វា
ការបង្ហាញពីការប្រើប្រាស់ comment ដើម្បីបង្កើត user មួយក៏ delete user ផ្សេងៗនៅក្នុង Ubuntu server របស់យើងពីចឹងដំបូងយើង check who am I ចឹងមកថាយើងស្ថិតនៅក្នុង user មួយណាហើយបន្ទាប់មកយើង check មើល version etc ចុងឲ្យ comment cat/etc/ore អូខេចឹងUbuntu របស់ខ្ញុំគឺ version 14.04 អូខេចឹងយើងទៅដាក់ clear មួយបន្ទាប់មកយើងប្រើ command sudo user add ហើយវាយឈ្មោះដែលយើងចង់ដាក់ខ្ញុំសូមដាក់ឈ្មោះ ctech password របស់យើងចឹងសម្រាប់ user មួយហ្នឹងដែរគឺវាជាប្រភេទ user ដែលអត់អាចបង្កើត directory ឬមួយក៏បង្កើត folder បានទេអូខេចឹងយើងធ្វើការបង្ហាញវាដោយប្រើ command cat/etc/passwd អូខេចឹងនេះគឺជា user ដែលខ្ញុំបានបង្កើតមិញហ្នឹងឈ្មោះថា ctech ហើយលេខវា1001បានន័យថានៅពេលយើងបង្កើត user ដំបូងគឺ1000អញ្ចឹងវាចាប់ផ្ដើមលេខ1000ហើយនៅពេលយើងបង្កើត user បន្តទៀតវានឹងឡើងលេខហ្នឹងទៅហើយ user មួយហ្នឹងវាស្ថិតនៅក្នុង home/ctech អូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ delete user មួយហ្នឹងចោលអញ្ចឹងយើងប្រើ sudo user delete ហើយវាយឈ្មោះ user ដែលយើងចង់ delete មួយហ្នឹងអូខេហើយបន្តមកយើងធ្វើការប្រើ command cat/etc/passwd ហ្នឹងដែរដើម្បី check មើលថាវាបាត់មែនឬអត់បើអញ្ចឹងវាបានបាត់ហើយមិញហ្នឹងគឺមាន2 user ចឹងឥឡូវគឺនៅសល់តែ user របស់ខ្ញុំមួយទេអញ្ចឹងកំណត់បន្ទាប់គឺយើងធ្វើការប្រើប្រាស់ command មួយដែលវាខុសគ្នាបន្តិចវាមានដក ហើយនៅពេលយើងកើត user ហ្នឹងទៅវាមាន directory របស់វាត្រឹមត្រូវហើយដក ហើយយើងវាយឈ្មោះដែលយើងចង់ដាក់ពីអញ្ចឹងយើងធ្វើការសូវាមួយមកអូខេអញ្ចឹងវាបានមកវិញ user ថ្មីដែលមាន directory របស់វាអូខេអញ្ចឹងបន្ទាប់មកគឺយើងធ្វើការ check ថាវាមាន user 2នៅក្នុងហ្នឹងឬអត់អញ្ចឹងយើងធ្វើការវាយ cd home មួយមក cd ហើយយើង ls វាមួយអញ្ចឹងវាមាន user 2នៅក្នុងហ្នឹងអញ្ចឹងបន្ទាប់ពីយើងបានបង្កើត user ហ្នឹងហើយគឺយើងធ្វើការ set password ឲ្យ user មួយហ្នឹងយើងប្រើ command sudo passwd ហើយឈ្មោះ user មួយហ្នឹងបន្ទាប់មកដាក់ password របស់យើងទៅ3អូខេអញ្ចឹងវាបានជោគជ័យអូខេអញ្ចឹងបន្ទាប់ពីយើងបង្កើត user ហើយនឹង password ហើយយើងសាកធ្វើការ login ខ្ញុំឲ្យ command sudo ហើយ ctech បន្ទាប់មកយើងវាយ password អូខេអញ្ចឹងយើង check មើលថាយើងស្ថិតនៅក្នុង user ហ្នឹងមែនអត់គឺស្ថិតនៅក្នុង user ctech ហើយយើងធ្វើការ check មើល directory របស់វា pwd ហើយវាកំពុងតែស្ថិតនៅក្នុង directory home អញ្ចឹងបន្ទាប់មកខ្ញុំធ្វើការ login ចូល user របស់ខ្ញុំវិញទៅវាយឈ្មោះ user ហើយ password អញ្ចឹងយើងបានចូលមកដល់ user របស់ខ្ញុំដើមវិញហើយយើង check មើលអូខេយើងធ្វើការ clear មួយហើយបន្ទាប់មកយើង delete user ctech ហ្នឹងចោល sudo user del ctech អូខេអញ្ចឹងវា load ថា user ctech is currently used by process 1087 អញ្ចឹងបានន័យថាយើងអត់ទាន់ delete វាកើតទេដោយសារតែវានៅកំពុងតែជាប់ service ពេលអញ្ចឹងយើងបើសិនជាយើងចង់បិទ service វាយើងធ្វើការប្រើ sudo kill ហើយដកលេខ9ហើយលេខ1087អូខេអញ្ចឹងវាបាន kill ពេលអញ្ចឹងបន្ទាប់ពីយើងធ្វើការ exit បន្ទាប់ពីយើងធ្វើការ kill វាហើយយើង exit វាមួយសិនហើយបន្ទាប់មកយើងចូលទៅវាថាថ្មី
ចូលមកដល់ហើយយើងធ្វើការប្រើ command ដើម្បី delete user ដែលយើងចង់ delete មួយនឹងចោលពីអញ្ចឹងយើងធ្វើការ check មើលថាវា delete បាត់មែនឬក៏អត់វាអញ្ចឹង user setting ហ្នឹងគឺបានបាត់ហើយអូខេអញ្ចឹងបន្ទាប់ពីយើង delete បាន user ហ្នឹងហើយវានៅជាប់ directory របស់ user ហ្នឹងនៅក្នុង home មួយទៀតអញ្ចឹងយើងចូលទៅកាន់ home មើលហើយយើង flash វាអូខេអញ្ចឹងវានៅជាប់នៅក្នុងហ្នឹងអូខេអញ្ចឹងដើម្បីយើងធ្វើការ remove directory របស់វានឹងចោលគឺយើងប្រើ command sudo orm.ovf ហើយឈ្មោះ user មួយហ្នឹងពេលអញ្ចឹងវា load message មកថាយើង remove directory របស់ user ហ្នឹងបានជោគជ័យហើយយើងធ្វើការ leave វាមួយទៅអូខេអញ្ចឹងវាបាត់មែនអូខេអញ្ចឹងយើងមានមួយរបៀបទៀតក្នុងការបង្កើត user យើងធ្វើការ cd មួយហើយយើងធ្វើការវាយ command sudo user add.m.s/bin/bash ហើយវាយឈ្មោះ user ដែលយើងចង់បង្កើតហើយយើងចុច enter តោះមកយើងធ្វើការសូមួយចង់ដឹងថាយើងបង្កើតបានជោគជ័យអត់អូខេអញ្ចឹងវាបាន load មកហើយអញ្ចឹងយើងបង្កើតមិញហ្នឹងគឺវាមាន /bin ហើយនិង /bash នៅពីក្រោយវាអញ្ចឹងបន្ទាប់មកយើងធ្វើការ delete user ហ្នឹងចោលតែប្រើ command sudo user delete ហើយ setting អញ្ចឹងយើងធ្វើការសូវាមួយអូខេអញ្ចឹងវាបាន delete បានជោគជ័យហើយអូខេអញ្ចឹងយើងសាកចូលទៅកាន់ directory home សាកមើលថាវាមានជាប់ user នៅក្នុងហ្នឹងអត់យើង ls វាមើលអូខេអញ្ចឹងវាជាប់នៅក្នុងហ្នឹងដដែលអញ្ចឹងដើម្បីយើងធ្វើការ remove វាចេញយើងវាយ sudo orm.ovf/home/user setting អូខេអញ្ចឹងវា load message ណាទីមកអញ្ចឹងយើងធ្វើការ leave វាមើលមកទៀតអូខេវាបាត់មែនអូខេអញ្ចឹងយើងធ្វើការ cd វាត្រឡប់ទៅក្រោយវិញហើយមានមួយរបៀបទៀតក្នុងការបង្កើត user វាស្រួលអញ្ចឹងយើងធ្វើការ command វាយ command sudo add user secret ហើយវាយឈ្មោះខ្ញុំមកធ្វើការ enter ពេលហើយយើង set password អញ្ចឹងយើងធ្វើការវាយឈ្មោះរបស់យើងមកយើងរួមបាច់ដាក់ home អត់ដាក់ទេ order អញ្ចឹងយើងវាយអក្សរ y មួយមកវាធ្វើការ confirm អូខេអញ្ចឹងវាធ្វើការ add user មួយទៀតចូលទៅក្នុង group user ហើយអូខេអញ្ចឹងយើងធ្វើការបង្ហាញ user របស់យើងដែលបានបង្កើតមិញហ្នឹងនេះអញ្ចឹងយើងបានបង្កើតហើយ state orbiter ហើយលេខ ID នៅកន្លែងពេញយើងមានចុច3អញ្ចឹងដោយសារតែខ្ញុំអត់ពេញព័ត៌មានមកគេអញ្ចឹងទៅវាចេញចុច3ហើយវាស្ថិតនៅក្នុង directory home ពេលអញ្ចឹងបន្ទាប់ពីយើងបង្កើត user នឹងហើយយើងនឹងធ្វើការ login សាកមើលយើងប្រើ command su ហើយឈ្មោះ user enter password អូខេយើងបានចូលមកដល់ក្នុងនោះយើង check មើលសិន who am I អូខេអញ្ចឹងយើងបានចូលមកដល់ user ដែលយើងបានបង្កើតមកហើយពីនឹងស្ថិតនៅក្នុង home ពី user របស់យើងដែរហ្នឹងអញ្ចឹងយើងធ្វើការ login បានហើយយើងសូមធ្វើការ login ចូល user របស់ខ្ញុំវិញអូខេ check មើល who am I directory អូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេ